សួស្តីបងប្អូនអរនេះជាសកម្មភាពការងារនៅពេលដែលកន្លែងខ្ញុំអត់មានអីធ្វើបងប្អូនចឹងហើយទៅធ្វើនៅកន្លែងគេហើយកន្លែងគេនេះការងារស្រួលទេគឺថាធ្វើមួយអត់ចាំបាច់បខំទៅណាដើរតាមសិនអីដូចកន្លែងបាញ់ឆ្នាំហើយកន្លែង shop ទេបងប្អូនកន្លែងសម្អាតនេះជាកន្លែងដែលស្រួលបំផុតហើយព្រោះអីធ្វើមួយអត់មានពីណាមកត្រូវថាឲ្យធ្វើលឿនឬមួយក៏ត្រូវដើរតាមសិនដែលបាញ់ឆ្នាំយើងត្រូវតែធ្វើលឿនទៅតាមសិនទេបងប្អូនចឹងហើយការងារវាយ៉ាងស្រួលយ៉ាងដែរប៉ុន្តែវារាំងប្រឡាក់តិចពេលខ្លះដូចជាកន្លែងបាញ់សាច់អីអាហ្នឹងវាប្រឡាក់ហើយកន្លែងខាត់ដោយម៉ូទ័រដៃអីអាហ្នឹងវាហុយយ៉ាងប្រឡាក់តិចប៉ុន្តែដោយសារតែកន្លែងស្វាននេះអត់មានបញ្ហាអីទេបងប្អូនហើយស្វាននេះខ្ញុំមកកន្លែងហ្នឹងបានខ្ញុំធ្វើកន្លែងស្វានហ្នឹងព្រោះអីខ្ញុំទៅកន្លែង wig shop ចាប់ដៃហើយចាប់ដៃអ្នកស្វាននេះគាត់ស្វានខ្លួនគាត់ភ្លេចស្វានហើយដល់អត់ស្វានខ្ញុំចាប់វិញមកចូលបងប្អូនចឹងហើយសុំមកស្វានខ្លួនឯងនៅពេលទំនេរដើម្បីថាបើស្វានយើងស្វានយើងស្វានអស់អត់ភ្លេចចឹងហើយនៅពេលយើងចាប់ដៃឆ្នាំវាដើរតែកំពុងតែលឿនគឺយើងចាប់អត់មានបញ្ហាទេប៉ុន្តែបើយើងចាប់មានឆ្នាំខ្លះដែលអត់ស្វានគឺយើងវេទនាបងប្អូនកាលណាអត់ស្វានយើងបាញ់អត់ចូលយើងត្រូវចំណាយពេលដើម្បីទម្លាក់វាចេញហើយយកអាផ្សេងទៀតហើយភាគច្រើនគឺគាត់តាចាស់ៗគាត់ស្វានហ្នឹងភាគច្រើនគឺភ្លេចថ្ងៃខ្លះ1000 2000ឆ្នាំលេងភ្លេចស្វានសឹងតែ100ឆ្នាំហើយចឹងហើយទៅប្រាប់ខ្ញុំកន្លែង wig shop នោះដល់ហើយចាប់ដៃនោះដល់ហើយចឹងហើយមកសុំមកធ្វើខ្លួនឯងមួយថ្ងៃនិយាយដល់រឿងហ្នឹងហើយក៏និយាយដល់រឿងដែលបងប្អូនពលករយើងមកខែនេះបងប្អូនឃើញថាដេកស្លាប់អស់4នាក់ហើយចឹងតែសារសុខភាពបងប្អូនជាពិសេសបងប្អូនយើងដែលមានគ្នានៅមួយគ្នាមេត្តាជួយយកចិត្តទុកដាក់ពីគ្នាខ្លះផងឃើញគ្នាឈឺគ្នាអីចឹងជួយមើលគ្នាកុំគិតតែពីឆ្លោះគ្នាមកបងប្អូនព្រោះឃើញកន្លែងខ្លះមានតែឆ្លោះតែគ្នាហ្នឹងហើយតែឆ្លោះគ្នាដល់ពេលមានខ្យល់មានឈឺអីមិនពឹងគ្នាអញ្ចឹងហើយសាមគ្គីគ្នាឡើងបងប្អូនឆ្លាញ់គ្នាឡើងមកធ្វើការមួយគ្នាយើងមិនមែនមកនៅនេះរហូតណាយើងនៅមករយៈអញ្ចឹងយើងរៀនសម្របខ្លួនខ្លះទៅព្រោះអីដើម្បីការរស់នៅយើងថ្ងៃក្រោយយើងទៅវិញរស់នៅជាមួយអ្នកដទៃទៀតក៏វាស្រួលដែរបើយើងរស់នៅមិនចេះរស់នៅមួយគ្នារស់នៅជាក្រុមមិនចេះសាមគ្គីគ្នាយើងទៅកន្លែងណាក៏នៅតែអញ្ចឹងបងប្អូនហើយអញ្ចឹងដូចជាការសម្អាតការអីត្រូវចេះជួយគ្នាទៅកុំប្រចាំគ្នាធ្វើតែម្នាក់ម្នាក់អត់ធ្វើឬមួយក៏និយាយតិចតួចអីមិនធ្វើអីគេនិយាយតិចតួចគេចាំកាន់ខាងគ្នាទៀតណាយេយ៉ាប់មកហើយមកយ៉ាងហ្នឹងក្មេងៗមកក្រោយគ្នាងប់ក្មេងៗចិត្តគ្នាឆេវឆាវដែរហើយដល់គ្នានៅយូរនោះក៏គ្នាមិនក្រោយបងប្អូនគេនៅយូរហើយគេមិនតំណប់យើងអ្នកមកថ្មីៗអញ្ចឹងហើយមិនថាឲ្យតំណប់ឬមួយយ៉ាងណាទេសំខាន់គឺយើងយល់ពីគ្នាខ្លះទៅបើថយអ្នកមកជំនាញបងប្អូនដល់ថយអ្នកមកជំនាញកុំអាងអីអាងខ្លាំងរៀងខ្លួនណាអញ្ចឹងខ្លាំងទីពិតប្រក្លោតទេបងប្អូនវាអត់បានប្រយោជន៍អីទេជួនអ្នកខ្លះអាចបកកជាចំនួនបកកជាហឹង្សាយើងដឹងស្រាប់ហើយនៅស្រុកនេះតែហឹង្សាមានកោះតាងមានសាស្អីគឺដឹងតែអត់រួចខ្លួនទេបងប្អូនអត់ណាក៏អត់រួចដែរអញ្ចឹងហើយយើងគិតតែមែនតើមុនធ្វើអីមួយយើងត្រូវគិតពីគុណសម្បត្តិនិងគុណវិបត្តិវាផងព្រោះអីបើយើងធ្វើតាមតែចិត្តយើងមួយឆាវហ្នឹងវាអាចខាត់ប្រយោជន៍យើងជាច្រើនដែលយើងខំសម្រងទៅបានមកទីនេះម្នាក់ៗខំណាមកទៅបានមកមិនមែនជាការងារទេបងប្អូនកុំគិតថាមកបានស្រួលណាបងប្អូនប្រឡងជាប់ហើយអ្នកខ្លះអត់ធ្លាក់ឈ្មោះទៀតអ្នកខ្លះធ្លាក់ឈ្មោះហើយទៅរងចាំហើយអ្នកខ្លះទៀតក៏ត្រូវបានតកែ cancel ចោលវិញដោយសារចាក់ថ្លៃទុនអីវាមានមិនអត់ទេអញ្ចឹងហើយយើងត្រូវគិតថាសម្រងបានមកទីនេះយើងចំណាយអស់ច្រើនណាស់អ្នកខ្លះមានពីជំនាន់មុនជំនាន់ថ្មីនោះគាត់ថារៀនតរេណាចុះឈ្មោះរៀនតរេហើយប្រឡងតរេជាប់ជប់លៀងភាសាឃើញទេធ្លាក់ឈ្មោះជប់លៀងភាសាដល់ថ្ងៃឡើងមកជប់លៀងភាសាអ្នកខ្លះ3ដងយ៉ាងតិចហើយអ្នកខ្លះទៀតអាចយ៉ាងច្រើនជាង3ដងទៀតគ្រាន់តែជប់លៀងទេបងប្អូនអញ្ចឹងហើយយើងមកនេះដើម្បីរកលុយយើងមិនមែនដើម្បីរកអីផ្សេងឬក៏បង្កចំនួនមួយណាទេអញ្ចឹងហើយធ្វើចិត្តឲ្យធ្ងន់បន្តិចឲ្យអ្នកមកជំនាញបងប្អូនគិតពីអនាគតយើងនៅវែងឆ្ងាយយើងកុំជឿឆាវហើយជាពិសេសនោះវាអាចរក្សាមុខមាត់របស់ប្រទេសយើងទៀតណាបើយើងមកទៅយើងជួបតែគ្នាតកែលើក្រោយគេរៀនចង់បានហើយដូចជាមួយរយៈមុនដោយសារតែយើងរឿងតខ្លួនយើងទៅសុំគេសញ្ញាចេញអីចឹងទៅឃើញទេអារឿងរបស់យើងសោះណាហើយទៅសុំគេសញ្ញាចេញតែបើអ្នកខ្លះគាត់សញ្ញាចេញដោយសារតកែធ្វើខុសលក្ខខណ្ឌដូចជាពាក្យខែកន្លែងស្នាក់នៅមិនល្អការងារវាមិនធ្វើឲ្យសុខភាពយើងខ្លាំងអីចឹងទៅអាហ្នឹងយើងអាចថាវាជាលក្ខខណ្ឌរបស់ក្រុមហ៊ុនអីចឹងទៅតលក្ខខណ្ឌរបស់យើងសោះយើងទាស់គ្នានៅមួយគ្នាមិនចុះសំណងយើងទៅសុំគេចេញដែរហើយតកែគេមិនខឹងបងប្អូនយើងចឹងអីវិញហើយដល់តាំងគេមកចេញទៅប្រឹងក្រសួងថាឲ្យក្រសួងណែនាំទៅខឹងក្រសួងថាក្រសួងធ្វើបាបផ្លូវចិត្តទៅទៀតសុំមិនយល់បងប្អូនបាទអញ្ចឹងជាធម្មតាពេលខ្លះគេណែនាំយើងហើយព្រោះអីកន្លែងហ្នឹងកន្លែងជាយើងទៅគេសម្របសម្រួលណែនាំយើងអញ្ចឹងហើយយើងទៅក្រសួងយើងកុំគិតថាដោយសារតែយើងផ្លូវចិត្តមិនល្អអីទៅកំពុងតែមានបញ្ហាអីចឹងទៅក្រសួងដាក់ឲ្យបន្ថែមទៀតវាមានពេលខ្លះគាត់ក៏មានអារម្មណ៍ថាយើងនឹងវាជួហេតុពេកចឹងទៅគាត់ក៏ប្រាប់ថាណែនាំអីចឹងទៅណាធ្វើចេះធ្វើចុះអាហ្នឹងជាកំហុសរបស់យើងទេវាមិនមែនកំហុសរបស់តកែហើយអញ្ចឹងយើងទៅចង់សុំចេញវាចេញមិនបានហើយដល់គេណែនាំទៅគាត់ខឹងគេហ្នឹងថាយើងកំពុងតែមានបញ្ហាហើយទៅក្រសួងឲ្យជួយដោះស្រាយបែរជាក្រសួងចង់បន្ថែមក្រសួងស្ដីឲ្យធ្វើឲ្យផ្លូវចិត្តយើងនឹងវាមិនរឹងមាំសូមមិនយល់លេខកន្លែងនេះបងប្អូនចឹងហើយពិចារណាឡើងវិញទាំងអស់គ្នាទាំងខាងក្រសួងទាំងខាងពលករអីយើងជួយដោះស្រាយគ្នាទៅបងប្អូនរឿងណាដែលថាក្រសួងគាត់ជួយបានគាត់ជួយដូចខ្ញុំនៅកន្លែងណាអីក្រសួងគេខ្នះខ្នែងណាអ្នកគូខ្នះខ្នែងណាជួយដើម្បីជួយពលករយើងហើយពេលខ្លះហ្នឹងក៏មានពលករយើងមិនយល់ពីគាត់ខ្លះដែរព្រោះការងារគាត់ក៏មានសម្ពាធដូចគ្នាមិនមែនថាការងារកន្លែងណាអត់សម្ពាធទេបងប្អូនគាត់ធ្វើទៅតាមទូនីតិនិងកាតព្វកិច្ចរបស់គាត់លើពីព្រំដែនគាត់លើពីទូនីតិរបស់គាត់គឺគាត់អត់អាចមានសិទ្ធិទេព្រោះទូនីតិរបស់យើងផ្សេងៗគ្នាដូចប៉ូលីសតុលាការអញ្ចឹងណាតុលាការបលីសនឹងការងារផ្សេងៗគ្នាអញ្ចឹងហើយខាងក្រសួងគាត់មានការងារគាត់ផ្សេងដែរសម្រាប់តាមថាក្រសួងកន្លែងខ្លះក៏មានសិទ្ធិថាសម្របសម្រួលអញ្ចឹងអត់មានសិទ្ធិនិយាយឲ្យពលករចេញណាបងប្អូនអញ្ចឹងចាណាមែនតើកន្លែងនេះឲ្យសូមអរគុណសម្រាប់វីដេអូនេះ